ในรัสเซียថ្ងៃเสาร์ปีកើតខែស្រាបឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី15ខែសីហាឆ្នាំ2026នៅវត្តពោធិ៍វាលក្រុងបាត់ដំបងខេត្តបាត់ដំបងសម្ដេចក្រហមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវញ៉ែមសខុនសខេងបានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវិរីប្រគេនព្រះព្រំសត្ថាហេងសុខនព្រះរាជាគណៈកិត្តិយសព្រះសង្ឃកិច្ចកុសលព្រះមេគុណខេត្តនិងជាព្រះឧបជាខេត្តនិងព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងតាមសន្ទរកថាស្វាគមន៍របស់ឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានជម្រាបជូនគណៈអធិបតីនិងពិធីបានជ្រាបថាថ្ងៃនេះជាទិវាប្រកបដោយមហានក្ខត្តឫក្សអធិកធមសមណោះរីករាយនិងសេចក្តីជ្រះថ្លាដែលសាលាគុណខេត្តរដ្ឋបាលខេត្តបាត់ដំបងបានសហការរៀបចំពិធីស្រោចស្រពព្រះសុគន្ធវិរីប្រគេនព្រះព្រំសត្ថាហេងសុខនព្រះរាជាគណៈកិត្តិយសព្រះសង្ឃកិច្ចកុសលព្រះមេគុណខេត្តនិងជាព្រះឧបជាខេត្តបាត់ដំបងនិងព្រះមន្ត្រីសង្ឃខេត្តព្រមទាំងប្រកាសព្រះរាជប្រកាសនីយបត្រស្តីពីការតែងតាំងព្រះមន្ត្រីសង្ឃខេត្តនិងព្រះមន្ត្រីសង្ឃក្រុងស្រុកទាំង14ខេត្តបាត់ដំបងក្នុងឆ្នាំ2026នេះមានវត្តសរុបចំនួន383វត្តក្នុងនោះមានវត្តគណៈមហានិកាយ368វត្តនិងគណៈធម្មយុត្តិកនិកាយចំនួន15វត្តព្រះសង្ឃសរុបចំនួន6101អង្គមានសាលាអបោសុតចំនួន37កន្លែងអាស្រម8កន្លែងក្នុងស្រុកបាណន់មណ្ឌលវិបស្សនាឬសាលាសតិបពដ្ឋាន5កន្លែងមានអង្គការចរិតសាសនាថេរវាទ2កន្លែងនិងមានសាលាឆទាន24កន្លែងក្រៅពីព្រះពុទ្ធសាសនាក៏មានកន្លែងប្រតិបត្តិពហិសាសនាសរុបមាន256កន្លែងមានសាសនិកសរុប26777នាក់ក្នុងនោះមានសាសនាអ៊ីស្លាមព្រះវិហារ26កន្លែងស៊ូរាវ14កន្លែងសាលាបង្រៀន10កន្លែងគ្រឹះសាសនាមានព្រះវិហារ2កន្លែងស្នាក់ការថ្វាយបង្គំ190កន្លែងមានគ្រឹះសាសនិកសរុប8401នាក់ទីសក្ការៈបាហាយមាន3កន្លែងមានសាសនិកសរុប1147នាក់មហាយានចិនមានព្រះវិហារ11កន្លែងនិងមហាយានវៀតណាមមានព្រះវិហារ1កន្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវិរីនេះដែរសម្ដេចក្រហមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអនុមោទនាត្រេកអរអបអរសាទរនិងសូមប្រគេនសពសាធុការពរដល់ព្រះមេគុណនិងព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងទាំង19ព្រះអង្គដែលត្រូវបានទទួលប្រកាសនីយបត្រនិងស្រោចស្រពព្រះសុគន្ធវិរីនាពេលនេះសូមសំប្រកបតែនឹងព្រះសុខភាពល្អបរិបូរណ៍ព្រះបញ្ញាញាណភ្លឺថ្លាព្រះជន្មាយុយឺនយូរដើម្បីបន្តបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនាវប្បធម៌អរិយធម៌និងប្រពៃណីទំនៀមទម្លាប់ជាតិដែលជាគោលការណ៍ដឹកនាំជីវិតរស់នៅប្រចាំថ្ងៃសម្រាប់សាសនិកទាំងអស់ឲ្យមានសិលធម៌គុណធម៌សុជីវធម៌ដែលជាកុសលចេតនាក្នុងការរួមចំណែកធ្វើឲ្យសង្គមកម្ពុជាមានសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នសម្ដេចបានមានប្រសាសន៍បន្តថាការទទួលបានព្រះរាជប្រកាសនីយបត្រនិងការប្រារព្ធពិធីស្រោចស្រពព្រះសុគន្ធវិរីថ្វាយព្រះមេគុណនិងព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងទាំង19ព្រះអង្គនៅថ្ងៃនេះមិនមែនជាការចៃដន្យឡើយប៉ុន្តែវាជាសេរីសួស្តីដ៏ឧត្តមឧត្តមដែលកើតចេញពីព្រះសកម្មភាពសេចក្តីព្យាយាមនិងស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះអង្គនិងការដឹកនាំគ្រប់គ្រងព្រមទាំងការកសាងសមិទ្ធផលនានាទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រនៅក្នុងខេត្តបាត់ដំបងរបស់យើងព្រះអង្គតែងតែដើរតួនាទីជាប្រទីបបំភ្លឺផ្លូវក្នុងការអប់រំសីលធម៌គុណធម៌ដល់ពុទ្ធបរិស័ទនិងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការងារមនុស្សធម៌និងការអភិវឌ្ឍសង្គមពិធីស្រោចស្រពព្រះសុគន្ធវិរីនាថ្ងៃនេះជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋក្រមម្លប់នៃសុខសន្តិភាពដែលប្រជាពលរដ្ឋកម្ពុជាបាននឹងកំពុងរស់នៅដោយភាពសុខសេមសាន្តសម្ដេចមានប្រសាសន៍បន្ថែមថាសម្ដេចពិតជាមានមោទនភាពចំពោះការរីកចម្រើនវិស័យ
សាសនានៅកម្ពុជាទាំងពុទ្ធចក្រក៏ដូចជាការគោរពជំនឿសាសនាផ្សេងទៀតរបស់ប្រជាជនកម្ពុជាដែលរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនាភាពសុខដុមនីយកម្មនៃសាសនាមិនមែនកើតឡើងដោយចៃដន្យនោះទេវាគឺជាលទ្ធផលកើតចេញពីវប្បធម៌របស់ជាតិខ្មែរយើងគោលការណ៍គ្រប់គ្រងរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងដែលផ្ដល់សិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿសាសនាដែលផ្ដល់តម្លៃខ្ពស់បំផុតលើការគោរពគ្នាការអត់ឱននិងការរស់នៅជាមួយគ្នាដោយសន្តិភាពនិងសាមគ្គីភាពជាក់ស្ដែងនៅក្នុងភូមិសាលារៀនទីផ្សារនិងខេត្តក្រុងនានាប្រជាជនខ្មែរដែលមានជំនឿខុសគ្នាតែងរស់នៅជាមួយគ្នាដោយគ្មានការបែងចែកឬក៏រើសអើងនោះឡើយចំពោះព្រះរាជាណាចក្រកម្ពុជាយើងដែលធ្លាប់មានប្រវត្តិឆ្លងកាត់ការលំបាកជាច្រើនជាមួយនឹងភាពសុខដុមនៃសាសនាចម្រុះដែលយើងកំពុងទទួលបាននៅបច្ចុប្បន្ននេះគឺជាលទ្ធផលនៃការខិតខំរួមគ្នារបស់ប្រជាជាតិខ្មែរយើងទាំងមូលកិច្ចពិធីស្រោចស្រពព្រះសកលវិរីប្រគេនព្រះព្រំសត្ថាហេងសុខនព្រះរាជាគណៈកិត្តិយសព្រះសង្ឃកិច្ចកុសលព្រះមេគុណខេត្តនិងជាព្រះឧបជាខេត្តនិងព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងត្រូវបានរៀបចំតាមបែបព្រះពុទ្ធសាសនា